បាទសួស្តីទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាតកតងទៅនឹងការបង់ថ្លៃអគ្គិសនីបាទបង់ថ្លៃអគ្គិសនីតាមរយៈធនាគារ ABA អញ្ចឹងណាហើយក្នុង channel របស់ខ្ញុំធ្លាប់បានធ្វើម្ដងរួចហើយតកតងទៅនឹងការធ្វើវីដេអូបង្ហាញពីរបៀបបង់ភ្លើងអគ្គិសនីតាមរយៈធនាគារ ABA ហ្នឹងឥឡូវក្នុងវីដេអូនេះខ្ញុំសូមធ្វើបង្ហាញបងប្អូនទាំងអស់គ្នាម្ដងទៀតតកតងទៅនឹងការបង់ភ្លើងបាទឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានទាំងអស់គ្នាតោះបងចុច ABA មកបាទឥឡូវបងប្រុសគាត់បានចុច ABA រួចហើយបាទបងឯងចុចចូលកន្លែងទូទាត់បងនេះរូបដុល្លារបងរូបដុល្លារបាទបងប្អូនបន្ទាប់ពីយើងចុចកន្លែងទូទាត់រួចមកវាចូលផ្ទាំងមួយទៀតឲ្យយើងជ្រើសរើសបាទឥឡូវយើងបង់ភ្លើងអគ្គិសនីឬក៏បង់ថ្លៃទឹកថ្លៃសម្រាមអីហ្នឹងយើងចុចចូលកន្លែងថាពាក្យថាទឹកភ្លើងសម្រាមអញ្ចឹងបងចុចកន្លែងហ្នឹងមកបងទឹកភ្លើងសម្រាមមកបាទចូលកន្លែងហ្នឹងរួចបងអូសទៅយកពាក្យអគ្គិសនីបងទី4មកទី4នេះអគ្គិសនីកម្ពុជាបាទចុចទី4ហ្នឹងមកបាទចុចចូលកន្លែងហ្នឹងរួចបងអាកន្លែងនេះគេដាក់ថាលេខសម្គាល់អតិថិជនបងប្អូននេះបាទនេះបងប្អូនលេខសម្គាល់អតិថិជនអញ្ចឹងលេខសម្គាល់អតិថិជនយើងមើលនៅលើក្តារអគ្គិសនីរបស់យើងគឺនេះបងប្អូនណាបាទនេះលេខសម្គាល់អតិថិជនឬអង់គ្លេសគេដាក់ពាក្យកាត់ថា ID អញ្ចឹងអាលេខមើលទៅឃើញខ្មៅដិតហ្នឹងណាបងប្អូនណាបាទយើងចុចលេខនឹងបញ្ចូលកន្លែងលេខដាក់ថាកន្លែងដាក់ថាលេខសម្គាល់អតិថិជនអញ្ចឹងបងចុចកន្លែងលេខសម្គាល់អតិថិជនមកបងចុចលេខហ្នឹងណាបាទចុចទៅនេះលេខនេះបងនេះ36បាទ25 87 10 គុណបាទបន្ទាប់ពីហ្នឹងមកនៅពេលដែលយើងចុចលេខហ្នឹងហើយយើងទៀងទាត់បងទៀងទាត់មើលថាតើលេខហ្នឹងត្រូវអត់36 25 87 10 គុណអញ្ចឹងលេខហ្នឹងត្រឹមត្រូវហើយបាទបន្ទាប់ពីត្រឹមត្រូវរួចយើងចូលមើលក្រោយតិចបន្ទាប់ពីត្រឹមត្រូវរួចវាចំនួនលុយបងប្អូនណាបាទនេះចំនួនលុយចំនួនទឹកប្រាក់ហ្នឹងវាលោតត្រូវគ្នាជាមួយនឹងចំនួនលុយដែលយើងត្រូវបង់នេះបើសិនជាយើងចុចលេខនេះខុសណាបងប្អូននេះលេខនេះបើសិនជាយើងចុចខុសចំនួនលុយដែលលោតក្នុងនេះវាអត់លោតឲ្យទេឬក៏ថាចុចទៅចំលេខគេផ្សេងវាលោតចំនួនលុយគេផ្សេងវាអត់លោតត្រូវចំនួនលុយដែលយើងត្រូវបង់នេះទេអញ្ចឹងយើងអាចផ្ទៀងផ្ទាត់មើលតាមនឹងបានវាងាយស្រួលបងប្អូនណាបាទឥឡូវយើងចុចលេខហ្នឹងបានត្រឹមត្រូវហើយអញ្ចឹងចំនួនលុយដែលយើងត្រូវបង់គឺ 34,800 ហើយចំនួនក្នុងនេះក៏វាលោតឲ្យយើងត្រឹមត្រូវដែរអញ្ចឹងនៅក្នុងហ្នឹងយើងរួចរាល់ហើយបងចុចបង់ឲ្យលើតែម្ដងទៅបាទចុចបង់លើបាទកន្លែងនេះជប់សិនបងកន្លែងនេះគេសួរយើងសិនខ្លាច់លោយើងចុចខុសចុចអីអញ្ចឹងណាគេសួរយើងបញ្ជាក់យើងថាយើងបានបង់លុយចំនួនប៉ុណ្ណឹងមែនអត់អញ្ចឹងបើសិនតែយើងគិតថាត្រឹមត្រូវហើយយើងចុចពាក្យបញ្ជាក់នេះតែម្ដងបងចុចទៅបាទកន្លែងនេះឈប់បងចុះកន្លែងនេះគេឲ្យយើងដាក់ password បាទ password លេខ password កងធនាគារយើងបងប្អូនណាបាទអញ្ចឹងខ្ញុំសូមស្កប់វីដេអូតិចសិនបាទបន្ទាប់ពីយើងចុចរួចហើយវាកំពុងដំណើរការឥឡូវគឺថារួចរាល់ហើយបងប្អូនទាំងនេះបាទរួចរាល់ហើយយើងបានបង់លុយចំនួន 37,000 រៀលទៅជូនអគ្គិសនីកម្ពុជារួចរាល់ហើយអាកន្លែងនេះយើងចុចអក្សរណីនេះណាយើងចុចទៅគឺចូលទៅក្នុងកន្លែងដើមវាវិញបាទឥឡូវបងចុចទៅបងនេះបើយើងមិនចុចវាលោតអូតូបាទអញ្ចឹងចំនួនលុយដែល 34,800 នេះគឺយើងបានបង់ថ្លៃភ្លើងរួចរាល់ជាស្ថាពរឲ្យបងប្អូនទាំងគ្នាបាទអញ្ចឹងរងចាំទស្សនាវីដេអូក្រោយទៀតខ្ញុំនឹងមានអ្វីថ្មីចែកជូនបងប្អូនទាំងគ្នាបាទកុំភ្លេចចុច Subscribe Channel YouTube ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ